បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀនស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គថ្មពពុះសម្រិតនិងថ្មកាយសិទ្ធបងប្អូនណាបាទថ្មកាយសិទ្ធបាទគឺពីមុខគឺយកមកដាក់ថតចែកជូននៅបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាអញ្ចឹងប្រភេទថ្មកាយសិទ្ធគឺផ្សេងប្រភេទថ្មពពុះសម្រិតគឺផ្សេងបងប្អូនណាបាទគឺមិនដូចគ្នាទេបងប្អូនណាគឺមិនដូចគ្នាទេបាទថ្មកាយសិទ្ធគឺថ្មផ្សេងបាទហើយថ្មពពុះសម្រិតនោះគឺផ្សេងបងប្អូនណាពពុះសម្រិតនោះគឺដូនតាយើងលោកលាយឆ្លចាក់ពីសម័យបុរាណមកបងប្អូនណាបាទលាយឆ្លចាក់ធ្វើជារបស់អីផ្សេងលោកសល់លោកតែងតែចាក់ចោលឬក៏ដងពពុះនោះចាក់ចោលបងប្អូនណារាប់ពាន់ឆ្នាំក្រោយមកក៏คล้ายទៅជាគេហៅថាថ្មពពុះសម្រិតបងប្អូនណាបាទថ្មពពុះសម្រិតបាទថ្មពពុះសម្រិតគឺសាច់គាត់គឺបែបនេះបងប្អូនណាគឺសាច់គាត់គឺបែបហ្នឹងបាទពពុះសម្រិតបងប្អូនណាបាទនេះគឺជាប្រភេទនៃថ្មពពុះសម្រិតបងប្អូនហើយយើងរើសបាននៅតាមកន្លែងទីទួលបុរាណហើយមានទម្ងន់ធ្ងន់ណាស់បងប្អូនណាមានទម្ងន់ធ្ងន់បាទថ្មពពុះសម្រិតបាទនេះក៏ពពុះសម្រិតដែរបងប្អូនណាបាទនេះក៏ពពុះសម្រិតដែរតែហៅថាពពុះសម្រិតដូនតាយើងបងប្អូនណាពពុះសម្រិតដូនតាយើងបាទនេះហើយខ្ញុំយកមកថតនេះគឺពេលដែលខ្ញុំថតហើយខ្ញុំនឹងគិតថាប្រហែលជាខ្ញុំកាត់ធ្វើជាអង្កាំដៃបងប្អូនណាបាទកាត់ធ្វើជាអង្កាំដៃបាទចំណែកឯអង្គនេះវិញគឺជាប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាបាទនេះគឺជាប្រភេទនៃអង្គថ្មកាយសិទ្ធថ្មកាយសិទ្ធគឺជាប្រភេទរបស់មួយដ៏កម្របងប្អូនណាបាទរបស់មួយដ៏កម្របាទលោកមានរិទ្ធមានតេជះនិងមានបារមីពីធម្មជាតិមកបងប្អូនណាសម្រាប់ការពារនៅខាងសឹកសង្គ្រាមបាទខាងគង់ខាងស្វិតការពាររាល់នៅអំពើអំពាន់មុនខ្មៅទាំងឡាយទាំងពួងប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនដឹងស្រាប់ហើយយើងអត់ចាំបាច់រៀបរាប់វិញឆ្ងាយទេបងប្អូនណាប្រភេទពពុះសម្រិតនិងថ្មកាយសិទ្ធនេះគឺយើងអត់ចាំបាច់រៀបរាប់ទេដោយសារបងប្អូនគាត់ធ្លាប់ដឹងជាយូរឆ្នាំមកហើយបងប្អូនណាបាទនេះគឺជាប្រភេទពពុះសម្រិតដូនតាយើងគេចូលចិត្តប្រើពពុះសម្រិតដូនតាបែបនេះបងប្អូនណាបាទព្រោះថាលោកលាយឆ្លចាក់ហើយស្រេចតែម្ដងបងប្អូនណាបាទដូចខ្ញុំបានជម្រាបចឹងបាទនេះគឺថ្មកាយសិទ្ធបងប្អូនណាខ្ញុំលុញជានាងពួននេះឲ្យជាងកលុញជានាងពួនឲ្យគឺបានមួយគ្រាប់នេះគឺបែបហ្នឹងបងប្អូនណាបាទពេលដែលយើងលុញហើយគឺសាច់ឡើងចាំងសអត់ចេះច្រេះអត់ចេះស្នឹមអីទាំងអស់បងប្អូនណាសាច់ឡើងសចាំងដូចជាដាច់ឯណុកដូចអីចឹងបងប្អូនណាបាទនេះហើយគឺជាប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាបាទគឺខ្ញុំលុញបានមួយគ្រាប់នេះកាលបានពីរគ្រាប់គឺមានបងក៏ចែកយកអស់មួយគ្រាប់ខ្ញុំទុកមួយគ្រាប់ដោយខ្លួនឯងបាទនេះគឺជាប្រភេទពពុះសម្រិតបងប្អូនណាបាទយើងធ្វើជាត្បូងជៀនធ្វើជាអីពាក់ជាប់នឹងដៃជាប់នឹងខ្លួនគឺសម្រាប់ការពារសពគ្រប់បែបយ៉ាងបងប្អូនណាបាទហើយនេះគឺយើងកាត់ចេញពីហ្នឹងបងប្អូនណាបាទកាត់ចេញពីនៃថ្មកាយសិទ្ធនេះបងប្អូនណាថ្មកាយសិទ្ធនេះយកទៅលុញជានាងពួនបងប្អូនណាយកលុញជានាងពួនបាទសាច់គាត់គឺមានពលឺចែងចាំងបែបហ្នឹងបងប្អូនណាបាទពេលដែលយើងលុញហើយបាទហើយខ្ញុំថតនេះគិតថាបំរុងនឹងកាត់ធ្វើជាអង្កាំបងប្អូនណាបាទពេលដែលខ្ញុំថតហើយខ្ញុំនឹងសាងជាអង្កាំដៃបាទទុកគោរពបូជាថែអាសាដោយខ្លួនឯងបងប្អូនណាបាទទុកគោរពបូជាថែអាសាបាទក៏ប៉ុន្តែយើងដាក់ថតនេះបើសិនជាបងប្អូនដែលគាត់មានឧបនិស្ស័យស្រឡាញ់ចង់បានចង់យកទៅសាងជាតួអង្គឬក៏ចង់យកទៅធ្វើអីផ្សេងសាងជាតួអង្គអីផ្សេងគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លលើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះគឺថ្មគេហៅថាពពុះសម្រិតចំណែកអានេះគេហៅថាថ្មកាយសិទ្ធបងប្អូនណាបាទពពុះសម្រិតនិងកាយសិទ្ធបាទគឺផ្សេងពីគ្នាបងប្អូនណាដូចខ្ញុំបានជម្រាបចឹងពិសេសតែម្ដងបាទ